จุดเรียบสู้นิยมจงสภาพปี accounting for Cambodia ថ្ងៃនេះដែរនាងខ្ញុំបានស្រង់យកនៅចំណុចមួយដែលស្ថិតនៅក្នុងសភៅមូលដ្ឋានគ្រឹះកណន័យភាពមួយហើយជាមេរៀនទី3ស្ថិតនៅក្នុងទំព័រទី72ពាក់ព័ន្ធទៅនឹងអ្វីដែលអ្នកគ្រូចែករំលែកជូនបងប្អូនក្នុងថ្ងៃនេះគឺតាក់ទងទៅជាមួយនឹងការកត់ត្រាកែតម្រូវសម្រាប់កណន័យចំណាយបងមុនសំណួរសួរថាតើហេតុអ្វីបានជាយើងត្រូវធ្វើការកត់ត្រាកែតម្រូវដោយសារតែក្រុមហ៊ុនកត់ត្រាខុសឬក៏ដោយសារតែកណន័យកត់ត្រាខុសតាក់ទងទៅនឹងចំណុចទាំងអស់នេះមិនមែនជាការកត់ត្រាខុសរបស់កណន័យករមិនមែនជាការកត់ត្រាខុសរបស់ក្រុមហ៊ុនទេប៉ុន្តែគឺជាការតម្រូវយោងទៅតាមគោលការណ៍និងស្តង់ដារកណន័យដើម្បីធ្វើបច្ចុប្បន្នភាពទៅលើកណន័យមួយចំនួនឲ្យសមស្របទៅតាមពេលវេលារបស់កណន័យនោះហើយវាមានសារៈសំខាន់មួយទៀតដោយសារតែកណន័យទាំងអស់នេះតម្រូវឲ្យមានធ្វើការកត់ត្រាកែតម្រូវមុនពេលបិទបញ្ជីនិងមុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុពីព្រោះនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុគឺតម្រូវឲ្យទិន្នន័យទាំងអស់ត្រូវតែមានលក្ខណៈត្រឹមត្រូវទៅតាមពេលវេលានិងកាលបរិច្ឆេទអញ្ចឹងនៅក្នុងវេលាថ្ងៃនេះផងដែរអ្នកគ្រូនឹងធ្វើការបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នានៅទំព័រទី72នៅក្នុងសៀវភៅមូលដ្ឋានគ្រឹះកណន័យភាគ1លើកពីនេះទៅទៀតក៏អ្នកគ្រូបានលើកយកនៅឧទាហរណ៍នៅទំព័រទី86ដើម្បីធ្វើការបកស្រាយជូនបងប្អូនទាំងអស់គ្នាឲ្យយល់បានកាន់តែច្បាស់ទៅលើអត្ថន័យនៃការកត់ត្រាកែតម្រូវហើយនៅក្នុងទំព័រទី86សម្រាប់វីដេអូដែលអ្នកគ្រូបកស្រាយជូននេះក៏មានសំណួរជូនទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីចូលរួមនៅក្នុងការឆ្លើយហើយបងប្អូននឹងទទួលបាននៅអ្វីដែលអ្នកគ្រូផ្ដល់ជូនជាពិសេសនៅក្នុងសំណួរនោះអញ្ចឹងសូមកុំភ្លេចតាមដានវីដេអូដែលអ្នកគ្រូបង្ហាញជូនទាំងអស់គ្នាចា៎អញ្ចឹងទាំងអស់គ្នាឥឡូវនេះអ្នកគ្រូលើកយកជាឧទាហរណ៍តាក់ទងទៅជាមួយនឹងកណន័យកែតម្រូវមួយគឺជាចំណាយបងមុននៅក្នុងនេះផងដែរសម្រាប់ករណីដែលអ្នកគ្រូលើកយកមកបង្ហាញនៅក្នុងវេលាថ្ងៃនេះគឺតាក់ទងទៅនឹងសៀវភៅមូលដ្ឋានគ្រឹះកណន័យភាគ1ដែលស្ថិតនៅក្នុងទំព័រទី72មេរៀនទី3ដែលក្នុងមេរៀនទី3គឺយើងសិក្សាអំពីការកត់ត្រាកែតម្រូវកណន័យមុនពេលដែលយើងបិទបញ្ជីឬក៏មុនពេលដែលយើងរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុអញ្ចឹងការកត់ត្រាកែតម្រូវនៅទីនេះគឺអ្នកគ្រូលើកយកតាក់ទងទៅនឹងកណន័យចំណាយបងមុនដែលយើងហៅថាជា prepaid expense នៅក្នុងនេះជាឧទាហរណ៍តាក់ទងទៅជាមួយនឹងកណន័យចំណាយបងមុនចាដែលយើងលើកយកមកនិយាយថាតើមានអ្វីខ្លះដែលពាក់ព័ន្ធទៅជាមួយនឹងកណន័យប្រភេទនោះទី1យើងមានដូចជា insurance ធានារ៉ាប់រងទី2គឺជាសម្ភារៈផ្គត់ផ្គង់ទី3គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មទី4 rent ទី5គឺចំណាយរំលោះហើយយើងក៏មានកណន័យផ្សេងទៀតដែរប៉ុន្តែនៅក្នុងនេះយើងលើកជាឧទាហរណ៍មានកណន័យចំនួនប៉ុណ្ណឹងអញ្ចឹងនៅក្នុងនេះយើងសួរថាតើហេតុផលអ្វីដែលយើងត្រូវចាំបាច់ធ្វើការកត់ត្រាកែតម្រូវអញ្ចឹងទាំងអស់គ្នាដឹងរួចហើយថាការកត់ត្រាកែតម្រូវគឺជាការធ្វើបច្ចុប្បន្នភាពទៅលើកណន័យទាំងអស់ដែលកើតមានឡើងនៅក្នុងប្រតិបត្តិការរបស់អាជីវកម្មដើម្បីធ្វើយ៉ាងណាឲ្យមានភាពត្រឹមត្រូវទៅតាមកាលបរិច្ឆេទនៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឬក៏ឲ្យត្រឹមត្រូវនៅពេលដែលយើងធ្វើការបិទបញ្ជីអញ្ចឹងនៅទីនេះហេតុផលដែលយើងធ្វើការកត់ត្រាកែតម្រូវដោយសារតែចំណាយបង់មុនដែលដើមឡើយគឺយើងបានធ្វើការកត់ត្រាជាកណន័យទ្រព្យសម្បត្តិឬក៏ជាទ្រព្យសកម្មហើយឥឡូវនេះកណន័យទ្រព្យសម្បត្តិឬក៏ទ្រព្យសកម្មហ្នឹងត្រូវបានយើងប្រើប្រាស់វាអញ្ចឹងមានន័យថាវាបានคล้ายទៅជាចំណាយពេលដែលយើងទិញវាមកយើងកត់វាគឺជាទ្រព្យសកម្មប៉ុន្តែនៅពេលដែលយើងប្រើវាមានន័យថាវាបានថយចុះនៅតម្លៃចាអញ្ចឹងយើងត្រូវកត់ត្រាទទួលស្គាល់នៅចំណាយដែលកើតមានឡើងអញ្ចឹងនេះគឺជាហេតុផលដែលយើងត្រូវធ្វើការកត់ត្រាកែតម្រូវនៅទីនេះផងដែរតាក់ទងទៅជាមួយនឹងកណន័យនេះមុនពេលកែតម្រូវមុនពេលកែតម្រូវកណន័យចំណាយបងមុនមានន័យថាទ្រព្យសម្បត្តិរបស់យើងលើសចាចំណាយរបស់យើងគឺខ្វះទ្រព្យសម្បត្តិលើសចំណាយខ្វះចាអញ្ចឹងនៅពេលណាដែលមុនពេលកែតម្រូវទ្រព្យសម្បត្តិរបស់យើងលើសចំណាយរបស់យើងខ្វះអញ្ចឹងទាមទារឲ្យយើងត្រូវធ្វើការកត់ត្រាកែតម្រូវដោយប្រើប្រាស់កណន័យនៅខាងឥណពន្ធជាកណន័យចំណាយហើយកណន័យនៅខាងឥណទានគឺជាកណន័យទ្រព្យសកម្មឬក៏ជាកណន័យ contra asset ដែលយើងហៅថាជាកណន័យបន្ថយទ្រព្យសកម្មចាឥឡូវនេះអ្នកគ្រូលើកយកជាឧទាហរណ៍នៅទំព័រទី86ក្នុងសៀវភៅមូលដ្ឋានគ្រឹះកណន័យភាគ1ដែលស្ថិតនៅក្នុងមេរៀនទី3អញ្ចឹងនៅក្នុងជាឧទាហរណ៍នេះគឺយើងលើកយកមកនិយាយអំពីក្រុមហ៊ុនមួយដែលគាត់បានបង្ហាញសៀវភៅធំរបស់គាត់ Ledger ចាដែលរួមមានកណន័យខាងក្រោមគេឲ្យយើងពន្យល់ថាតើហេតុអ្វីបានជាកណន័យនីមួយៗតម្រូវឲ្យយើងត្រូវធ្វើការកត់ត្រាកែតម្រូវវាអញ្ចឹងនៅទីនេះយើងមានជាអីដូចជាទី1ធានារ៉ាប់រងបង់មុននិងទី2គឺចំណាយរំលោះអញ្ចឹងយើងសួរថាតើហេតុអ្វីបានជាធានារ៉ាប់រងបង់មុនហេតុអ្វីបានជាចំណាយរំលោះត្រូវធ្វើការកត់ត្រាកែតម្រូវមុនពេលបិទបញ្ជីឬក៏មុនពេលរៀបចំនៅរបាយការណ៍ហិរញ្ញវត្ថុអញ្ចឹងយើងមើលនៅក្នុងឧទាហរណ៍របស់យើងនេះតែម្ដងតាក់ទងទៅជាមួយនឹងធានារ៉ាប់រងបង់មុនហេតុអ្វីបានជាចាំបាច់ធ្វើការកត់ត្រាកែតម្រូវធានារ៉ាប់រងបង់មុនត្រូវបានគេទទួលស្គាល់ទៅលើការផុតកំណត់
នៅក្នុងកំឡុងការីបរិច្ឆេទមានន័យថាយើងបានប្រើសេវារបស់គេនឹងហើយពេលដែលយើងបង់លុយទៅទិញសេវាធានារ៉ាប់រងយើងកត់តាក់ទងទៅនឹង prepaid insurance គឺជា asset ជាទ្រព្យសកម្មរបស់យើងប៉ុន្តែនៅពេលដែលយើងប្រើវាគឺតម្លៃនៃសេវានោះត្រូវបានថយចុះទៅតាមការីបរិច្ឆេទនៃការប្រើប្រាស់អញ្ចឹងនៅពេលណាដែលយើងបានប្រើគឺត្រូវទទួលស្គាល់នៅចំណាយដែលកើតមានឡើងទៅលើការប្រើប្រាស់ហ្នឹងចាដូចនៅក្នុងករណីដែលគេបញ្យល់ប្រាប់យើងអញ្ចឹងថានៅទីនេះហេតុផលដែលយើងធ្វើការកត់ត្រាកែតម្រូវគឺដោយសារតែចំណាយបង់មុនដើមឡើយគឺយើងកត់ត្រាជាកណនីទ្រព្យសកម្មឥឡូវនេះយើងបានប្រើប្រាស់វាហើយអញ្ចឹងនៅពេលដែលយើងបានប្រើប្រាស់វាហើយគឺមានចំណាយកើតមានឡើងអញ្ចឹងនៅទីនេះអ្នកគ្រូនឹងលើកយកជាឧទាហរណ៍នៅក្នុងការកត់ត្រាជូនអ្នកទាំងអស់គ្នាមើលចាឧទាហរណ៍នៅថ្ងៃទី1ខែ1ឆ្នាំ2026ក្រុមហ៊ុនបានទិញនៅសេវាធានារ៉ាប់រងជា prepaid insurance ចា prepaid insurance ចំនួន$12,000ជាសាច់ប្រាក់ចា$12,000ជាសាច់ប្រាក់អញ្ចឹងមានន័យថាយើងបានទិញសេវាធានារ៉ាប់រងតម្លៃ$12,000ជាសាច់ប្រាក់រយៈពេល1ឆ្នាំចារយៈពេល1ឆ្នាំឥឡូវឧទាហរណ៍ថាមកដល់ថ្ងៃទី31ខែ1ឆ្នាំ2026ថ្ងៃទី31ខែ1ឆ្នាំ2026មានន័យថាក្រុមហ៊ុនរបស់យើងបានប្រើប្រាស់សេវាធានារ៉ាប់រងរបស់ក្រុមហ៊ុនបានចំនួន1ខែហើយអញ្ចឹងយើងត្រូវធ្វើការកត់ត្រាទទួលស្គាល់ទៅលើអី insurance expense ចំណាយទៅលើធានារ៉ាប់រងចំនួន$1,000និងខាង credit យើងត្រូវទទួលស្គាល់ទៅលើ prepaid insurance ថយចុះចំនួន$1,000ចាអញ្ចឹងនេះគឺជាការកត់ត្រាបើសិនជានៅក្នុងលក្ខខណ្ឌយើងអត់បានធ្វើការកត់គឺមានន័យថាតន័យរបស់យើងគឺ error ហើយពេលណាយើងអត់កត់ចំណាយរបស់យើងនឹងបាត់ដោយអ្វីដែលគេបញ្ជាក់ជូនយើងអញ្ចឹង expense understate ហើយ asset របស់យើងគឺ overstate ពីព្រោះយើងអត់បានធ្វើការកត់វាអញ្ចឹងគេបញ្ជាក់ប្រាប់យើងថាមុនពេលកត់ asset របស់យើងគឺ over ម្ដងថ្ងៃទី31ខែ1ឆ្នាំ2026យើងប្រើប្រាស់អស់ចំនួន1ខែហើយអញ្ចឹងមានន័យថា prepaid insurance នៅសល់តែ11ខែទេគឺស្មើនឹង$11,000ចឹងនៅពេលដែលយើងកត់បែបនេះទៅគឺយើងឃើញថា prepaid insurance យើងទូទាត់ទៅសល់$11,000ហើយ$1,000ទៀតបានកើនឡើងទៅជាចំណាយអញ្ចឹងហើយបានជានៅក្នុងការកត់ត្រាកែតម្រូវគេប្រាប់យើងថាម៉េច debit ជា expense ចា debit ជា expense credit គឺជា asset អញ្ចឹង credit ជា asset ដើម្បីយើងមិនថយទ្រព្យចឹងនេះគឺជាការកត់ត្រាកែតម្រូវតាក់ទងទៅនឹងចំណុច B ចំណាយរំលោះគឺជាករណីដែលអ្នកគ្រូទុកជូនទៅកាន់បងប្អូនទាំងអស់គ្នាសម្រាប់ធ្វើការបកស្រាយបងប្អូនទាំងឡាយដែលបានទិញសភៅពីខាងអ្នកគ្រូទៅគឺសភៅមូលដ្ឋានគ្រឹះកណន័យភាគ1បងប្អូនចូលរួមឆ្លើយបានហើយសម្រាប់បងប្អូនដែលមិនបានទិញតែជាអ្នកដែល follow page របស់អ្នកគ្រូក៏ឬក៏ like page របស់អ្នកគ្រូណាបងប្អូនក៏អាចចូលរួមឆ្លើយបានដែរទៅលើចំណាយរំលោះនេះអ្នកគ្រូសូមឲ្យបងប្អូនធ្វើការពន្យល់តាក់ទងទៅជាមួយនឹងការកត់ត្រាកែតម្រូវទៅលើចំណាយរំលោះរួមទាំងបកស្រាយដោយមានឧទាហរណ៍បងប្អូនដែលធ្វើការកត់ត្រាបានត្រឹមត្រូវចាអ្នកគ្រូនឹងផ្ដល់ជូន free មួយឈុតចាផ្ដល់ជូន free មួយឈុតសម្រាប់បងប្អូនដែលឆ្លើយត្រូវហើយអ្នកគ្រូនឹងធ្វើការចាប់ឆ្នោតថាតើបងប្អូនណាដែលជាអ្នកទទួលបាន free នៅសៀវភៅមួយឈុតនៅពេលដែលឆ្លើយនៅចម្លើយនេះបានត្រឹមត្រូវប៉ុន្តែលុះត្រាតែជាអ្នកដែល follow page របស់អ្នកគ្រូឬក៏ជាអ្នកដែល like page របស់អ្នកគ្រូបានអាចទទួលបាននៅសៀវភៅមួយឈុតនេះនៅពេលបងប្អូនឆ្លើយត្រូវចាហើយបងប្អូនទាំងឡាយផ្សេងទៀតដែលមិនទទួលបាននៅការ free សៀវភៅគឺបងប្អូនដែលឆ្លើយត្រូវក៏បងប្អូននឹងទទួលបានសៀវភៅក្នុងមួយឈុតតម្លៃ$40,000ផ្ដល់ជូនហើយផ្ដល់ជូនសម្រាប់10ឈុតក្រោយពេលដែលបងប្អូនបានមើលនៅអ្វីដែលអ្នកគ្រូបានចែករំលែកជូនហើយអ្នកគ្រូសង្ឃឹមថាបងប្អូននឹងបានយល់នៅអ្វីដែលអ្នកគ្រូចែកជូនក្នុងវេលាថ្ងៃនេះដែរហើយអ្នកគ្រូសង្ឃឹមថាបងប្អូននឹងបានចូលរួមនៅក្នុងការឆ្លើយទាំងអស់គ្នាដើម្បីទទួលបាននៅចំណេះដឹងថ្មីក៏ដូចជាការចូលរួមในការចែករំលែកចំណេះដឹងរបស់បងប្អូនដែលបងប្អូនបានយល់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នាคลิปវីដេអូក្រោយជាបន្តទៀត